ពេលខ្លះយើងបន្ទោសទៅលើអ្នកប្រព្រឹត្តមិនកើតទេពីព្រោះអីមកមិនបន្ទោសបងប្អូនទេពេលខ្លះមកពីបដិបត្តិសង្គមយើងវាបែបហ្នឹងបងអូនបើកមកវត្ថុទូរទស្សន៍គ្រប់ប៉ុស្តិ៍ទាំងអស់មិនដែលផ្សាយទេរឿងអប់រំកម្រណាស់ណាបើកមកម៉ោងណាក៏មានស្រីស្រាផឹកឈីវាយដំតត់ធាក់ដូនត្រីសបាយក្អាកកាយរីករាយអត់ដែលមានប្រព័ន្ធអប់រំបានបរិបូរណ៍ទេមែនទេអត់សូវមានទេមិនត្រឹមតែផ្សាយទូរទស្សន៍បង្វឹកស្មារតីមនុស្សឲ្យខូចប៉ុណ្ណឹងទេនៅគេមិនអស់ចិត្តទេតាមដងផ្លូវនានាបងអូនជិះមើលបងជិះមើលទៅតាមខេត្តក៏ដោយជនបទទីក្រុងកន្លែងឲ្យតែមានផ្សារតូចតែមួយហ្នឹងចាប់ផ្ដើមគេលើកបដាប៉ុណ្ណានៃដាក់ស្អីខ្លះណាដាក់ដបស្រាដាក់រូបស្រីស្អាតទេអាស្រីស្អាតហ្នឹងមិនដែលដាក់ហូលដាក់ប្រមួងអាវប្រពៃណីខ្មែរគេទេនៅខោច10សិតមែនទេហ្នឹងហើយចឹងធ្វើឲ្យអារម្មណ៍មនុស្សវាដិតដាមតែរឿងហ្នឹងរឿងសបាយក្អាកកាយរីករាយផឹកស៊ីស្រីញីអូនបងហ្នឹងវាយដំតត់ធាក់ជេរបចោលដៀលថ្មាច់ឆ្លុកតោះតែងខ្វែងកំណត់លួចឆាក់ឆក់ណាកាប់ចាក់ចិត្តហ្នឹងគឺសាហាវណាស់ណាប្រេផ្សៃណាស់ដោយសារអីដោយសារបដិបត្តិជុំវិញខ្លួនយើងឃើញតែអញ្ចឹងហើយបើប្រព័ន្ធអប់រំដូចថ្មអីទៅជួលប៉ុស្តិ៍គេផ្សាយអីណាអ្នកសទូទោសមកពី3ប៉ុស្តិ៍ដែរប៉ុណ្ណេះអ្នកថតទេអគ្គនាយកផ្សេងទៅជួលប៉ុស្តិ៍គេផ្សាយគេដាក់ឲ្យម៉ោង4 7លឿនអាមើលមិនទាន់ភ្ញាក់ពីដេកផងគេចេះដាក់ឲ្យទៅណាហើយយើងចេះផ្សាយទៅកុំឲ្យវាអត់មកកុំឲ្យវាអត់សោះណាចេះផ្សាយទៅបើមានណាមើលគេមិនទាន់ភ្ញាក់ពីដេកផងហើយទៅសុំជួលម៉ោង7ព្រោះឯងជួលចង់បានអាម៉ោង7យប់ចង់បានម៉ោង7ព្រឹកឬចង់បានម៉ោង2ដល់10ថ្ងៃត្រង់គេពងឲ្យហូបបាយហើយចង់បានម៉ោងហ្នឹងមិនបាច់ទៅជួលវាទេវាអត់ដាក់ឲ្យទេណាហើយបើដាក់ឲ្យ$10000អីទៅរកលុយណាឲ្យណាអញ្ចឹងម៉ោង7លឺអី3-4,000ចេះជួលទៅប៉ុន្តែហ្នឹងមើលបានតែឆ្មាយកដុលអីទេមែនទេណាវាបានដែរបាននិយាយតាគាត់គិតរឿងកតុយលេខរឿងតុងទីនឯដេកលក់អីគាត់ចេះមើលទៅហើយបើថាបងប្អូនអីនេះយើងមិនតាន់ភ្ញាក់ពីដេកទេពេលហ្នឹងតាន់ភ្ញាក់ពីសម្រានទេណាអញ្ចឹងបង្វែររឿងយើងដែរមកវិញព្រោះពេលវេលាយើងមិនវែងទេអាត្មាសុំពេលវេលាប្រហែលជា20នាទីយ៉ាងយូរព្រោះចង់បានខ្សែអាត់នេះដែរយើងបង្វែរមកវិញថាអ្វីដែលសំខាន់វាមិនមែននៅខាងក្រៅនេះទេពេលដែលយើងត្រឡប់ទៅវិញកុំគិតពាក្យអ្នកណានិយាយអីនិយាយចុះអ្វីដែលសំខាន់នៅលើអ្នកណានៅលើខ្លួនយើងខាងក្នុងយើងនេះតើយើងកែប្រែបានហើយឬនៅយើងលះបង់អ្វីដែលយើងធ្លាប់ខុសឆ្គងហើយឬនៅបានហើយឬនៅអញ្ចឹងខំប្រឹងណាព្យាយាមហាត់ពុតលុតដំអប់រំខ្លួនរបស់យើងឲ្យទៅជាកូនដ៏ល្អឲ្យទៅជាឪពុកគេដ៏ល្អឲ្យទៅជាប្តីគេដ៏ល្អឲ្យទៅជាពលរដ្ឋដ៏ល្អឲ្យទៅជាមិត្តដ៏ល្អនៅក្នុងសង្គមស្រុកភូមិខេត្តខណ្ឌរបស់យើងព្យាយាមកែប្រែពីខ្លួនយើងទៅបើយើងមិនអាណិតម្ដាយបងប្អូនណាយើងគួរអាណិតខ្លួនយើងមិនអាណិតម្ដាយអាណិតឪពុកអាណិតកូនអាណិតប្រពន្ធទេយើងអាណិតខ្លួនយើងផ្ដើមដំបូងយើងចេះអាណិតចេះស្រឡាញ់ខ្លួនយើងខាងដើមសិនបើខ្លួនយើងមិនចេះស្រឡាញ់ផងណាតើកូនយើងប្រពន្ធយើងម្ដាយឪពុកយើងបងប្អូនយើងសង្ឃឹមអីហើយម្ដាយឪពុកមិនសង្ឃឹមហើយជាតិទាំងមូលនោះសង្ឃឹមអីទៀតណាមិនអាចទេហើយមើលយើងកម្លាំងពេញវ័យប៉ុណ្ណេះល្មមយើងអាចជួយកសាងជាតិរបស់យើងបានកសាងគង្គគ្រួសារមួយយ៉ាងល្អប្រណិតពីព្រោះជាតិរីកចម្រើនគឺអាស្រ័យលើធនធានមនុស្សហើយធនធានមនុស្សមិនមែនសម្បូរតែមនុស្សទេអាត្មាធ្លាប់បញ្ជាក់ដូចតែហ៊ានធ្វើសឹកសង្គ្រាមអញ្ចឹងមិនមែនបកែសំខាន់ជាហ៊ានច្រើនទេតែហ៊ានតិចក៏ដោយឲ្យតែហ៊ាននោះចេះយុទ្ធសាស្ត្រមែនទេណាมันសំខាន់លើតែហ៊ានច្រើនយ៉ាងណាមិញប្រទេសយើងដៃប៉ុណ្ណឹងណាប្រជាជនយើងមានប៉ុណ្ណឹងមិនតិចទេសំខាន់ពួកយើងទាំងអស់គ្នាមានចំណេះដឹងនៅក្នុងខ្លួនដំបូងបំផុតអាចញ៉ាំងខ្លួនយើងឲ្យរីកចម្រើនជាមុនសិនបើសិនជាយើងមានមនសិការស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់ប្រពៃណីអក្សរសាស្ត្រភាសាអរិយធម៌វប្បធម៌របស់យើងហើយសំខាន់ណាស់បងប្អូនហើយណាយើងគួរលះបង់អត់តម្លៃទេបងអូនមើលបងមើលដែលយើងមកទីនេះតើយើងនៅសល់តម្លៃអីខ្លះមិនមែនអាប់អោនគេឈ្មោះកិត្តិយសតែខ្លួនយើងទេសង្គមគ្រួសារទាំងមូលជាពិសេសគឺម្ដាយឪពុករបស់យើងទៅណាក៏គេនិយាយថាណែកូនអ្នកនឹងចេះមួយចុកពីរលួចឆក់ប្លន់កាប់កេងប្រវាញ់ប៉ិនយើងអ្នកមកនេះវាមិនមែនសុទ្ធតែអ្នកប្រព្រឹត្តណាបាត់អូក្រិតហ្នឹងទេភាកច្រើនយើងជាជនរងគ្រោះដែលខ្សែគ្រឿងញៀនមែនទេណាញៀនហ្នឹងមិនដឹងថាញៀនអីខ្លះទេអ្នកខ្លះញៀននេះញៀននោះអីអាត្មាមិនសូវដឹងញៀនអីខ្លះព្រោះយើងមិនធ្លាប់ញៀនអញ្ចឹងយើងនៅទីនេះសុទ្ធតែជាជនរងគ្រោះដែលគួរឲ្យអាណិតអញ្ចឹងយើងប្រឹងធ្វើម៉េចកែខ្លួនយើងឲ្យល្អអាណិតម្ដាយឪពុករបស់យើងអាណិតពូជពងរបស់យើងអ្នកខ្លះម្ដាយឪពុករបស់គាត់ល្អណាស់ណាតែគាត់ផ្លាត់ខ្លួនម្ដងប្រព្រឹត្តខុសធ្វើឲ្យគ្រួសាររបស់គាត់ដែលធ្លាប់ល្អតាំងពីជីដូនជីតារបស់គាត់មកគេដឹងតែគ្រួសារកណែគ្រួសារនឹងតាំងពីជីដូនជីតារបស់គាត់មកមិនដែលគ្រួសារនឹងប្រព្រឹត្តអបាយមុខទេល្អណាស់
កំពុងតែតសើមតាន់ផុតពីមាត់ផងកូនឯងលឺសូរគេដាក់ខ្នោះហើយបាទណាគេតឹមតសើមតាន់ផុតពីមាត់ផងនេះតម្លៃម្ដាយឪពុករបស់យើងពេលហ្នឹងសឹងតែស្រក់ឈាមហើយយើងមកនៅទីនេះគាត់នៅផ្ទះមិនដេកស្រួលទេអារម្មណ៍ជាម្ដាយឪពុកបើមិនជឿសួរយាយតាម្ដាយឪពុកដែលជាម្ដាយជាឪពុកគេនៅខាងក្រៅបើមានកូនមកនៅទីនេះគាត់នៅផ្ទះបាយមិនឆ្ងាញ់ដេកមិនលក់បើកូនតែមួយដូចស្មាននិយាយមិញបារម្ភពីកូនគិតពីសុខទុក្ខកូនគ្រប់ពេលវេលាទាំងអស់កូនអញនៅទីហ្នឹងតើហូបស្អែតឬមិនឆ្អែតកូនអញសុខទុក្ខយ៉ាងណាឈឺជាក្តៅរងាយ៉ាងណានៅជាមួយគាត់មើលថែរក្សាព្រឹកល្ងាចគ្រប់ពេលគ្រប់វេលាយើងគួរគិតដល់អារម្មណ៍ពួកគាត់គួរគិតដល់អារម្មណ៍គ្រួសារគួរគិតដល់កេរ្តិ៍ឈ្មោះកិត្តិយសដំបងឡើយអាត្មាចង់បញ្ជាក់ថាឲ្យតែរៀនគិតពីខ្លួនយើងគិតពីគ្រួសារមួយសិនចុះនៅពេលដែលគ្រួសារមួយរីកចម្រើនហើយដូចអាត្មាបញ្ជាក់ខាងដើមចឹងជាតិយើងក៏រីកចម្រើនទៅតាមនឹងដែរហើយបើសិនជាយើងមករបៀបអញ្ចេះបងមិនត្រឹមតែមិនជួយជាតិបានទេឥឡូវនេះយើងកំពុងតែធ្វើកំពុងតែជួយកាត់បន្ថយជាតិរបស់យើងហ្នឹងឲ្យរត់ទៅរកអីភាពអីភាពក្រីក្រភាពលំបាកថែមទៀតព្រោះរដ្ឋមិនចំណាយតិចទេដើម្បីពួកយើងទាំងអស់គ្នាណាមកទីនេះប៉ុន្តែមិនដឹងថាតើវិភាគកទៀនក្នុងមួយគ្រួសារប្រមាណអីប្រមាណដែលមណ្ឌលត្រូវបានកំណត់ទេព្រោះអាត្មាអាសាធ្វើកម្មវិធីនេះប៉ុន្តែច្រើនចុះតាមមណ្ឌលនៅតាមខេត្តដូចជាបាត់ដំបងដូចជាអីណាអាសាចុះធ្វើតែមួយរយៈនេះអាត្មាហត់ច្រើនហើយសុខភាពខ្លួនឯងក៏មិនស្រួលម្ល៉េះហើយមកផ្អាកហើយមកមណ្ឌលនេះលើកទី1មកអត់ដែលបានមកមណ្ឌលនេះទេប៉ិនសង្ឃឹមថានៅពេលដែលអាត្មាបានមកម្ដងនេះអាត្មានឹងរកពេលវេលាឱកាសណាមួយជួបបងប្អូនទាំងអស់គ្នាឲ្យមានរយៈពេលវែងយើងដើម្បីបានជួបជុំគ្នាទទួលបទពិសោធន៍ខ្លះល្អៗក្នុងដំណើរជីវិតរបស់យើងព្រោះយើងមានណារឿងច្រើនដែលត្រូវនិយាយគ្នាដើម្បីកែប្រែជីវិតរបស់យើងអញ្ចឹងយើងផ្ដើមពីខ្លួនយើងកែប្រែខ្លួនយើងទៅលោកអ្នកប្រាជ្ញលោកពោលថាកំណើតកើតជាមនុស្សមើលឲ្យធ្លុះទោះឆ្ងាយចិត្តចេះស្ទាត់ប្រកបពិតគិតការអ្វីបានគ្រប់យ៉ាងមនុស្សល្ងងមិនផ្អើលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាងមានរូបគ្មានអ្វីអាងសាងទៀបថោកកើតមកខ្លៅពូជមនុស្សតោះខ្ពស់ទៀបកាត់តាមភាពត្រកូលផៅអាក្រក់ល្អសខ្មៅកាត់កូនចៅដល់ដូនតាយើងទៀតឥឡូវជំនាន់យើងប៉ុណ្ណឹងបើយើងអត់កែប្រែទេតដល់កូនដល់ចៅយើងជំនាន់ក្រោយទៀតណាចឹងយើងធ្វើម៉េចខំប្រឹងព្យាយាមលះបង់អាត្មាអ្នកមកនិយាយនេះមិនមែនមានន័យថាអាត្មាមកល្អគ្រប់10ទេត្បិតតែបួសតាំងពីអាយុ13ឆ្នាំរហូតពេលនេះ35តែមិនមែនមានន័យថាល្អគ្រប់10ទេដោយអាត្មាធ្លាប់បញ្ជាក់ថាគ្មានអ្នកណាល្អគ្រប់រឿងទេសុទ្ធតែមានកំហុសដូចគ្នាទាំងអស់គ្រាន់តែសន្តាននៃកំហុសនោះវាខុសៗគ្នាប៉ុណ្ណោះបងខុសរឿងផ្សេងអាត្មាខុសរឿងផ្សេងអ្នកដតីទៀតខុសរឿងផ្សេងខុសពីគ្នាទម្ងន់ទោសស្រាលតិចច្រើនទៀងគ្នាទៅតាមការប្រព្រឹត្តរបស់យើងម្នាក់តែបើថាឲ្យគ្មានអ្នកខុសធ្លាប់ខុសតែម្ដងអត់មានទេដោយគាត់និយាយមិញចឹងញោមប្រធានមណ្ឌលនិយាយថាម៉េច50ក៏មាន60ក៏មានដល់60ហើយនៅមានខុសទៀតបាទណាអញ្ចឹងបានក្មេងណាចាស់ស្រីឲ្យក្មេងថាក្មេងឥឡូវប្របាក់ស្រីបដៅមើលទៅដូចប្របាក់មើលអាក្មេងណាដូចក្មេងណាក្មេងថាឲ្យចាស់ណាដូចចាស់ណាដែរណាមានន័យថាវាខុសដូចគ្នាបាទចាស់ឥឡូវចាស់ខ្លះមិនធម្មតាទេបងណាដោយសារសង្គមយើងបង្វក់របៀបអញ្ចឹងអាយុ70ហើយនៅចោលប្រពន្ធកូនណាទៅរកនេះរកនោះទៀតល្ងាចឡើងយប់ឡើងអត់មាននឹកឃើញស្រាប់ធរសោតធរអីទេអាយុ70ហើយពេលខ្លះនៅក្លឹបបាប៊ីបនទេបងណាហ្នឹងហើយមកនិយាយជាក់ស្ដែងក្នុងសង្គមរបស់យើងគិតមើលទៅអភ័ព្វរបស់អ្នកផ្សារបើអ្នកស្រែចាប់ពីអាយុ60ឡើង50ជាងគឺគាត់នាំគ្នាកាន់ស្រាក់ដឹកដៃពីអ្នកតាយាយទៅសុំសិលធ្វើបន់ហ្នឹងមែនទេបើអ្នកផ្សារកាលពីក្មេងអ្នកស្រែកាលពីក្មេងបន់ក៏ធ្វើបាបក៏ធ្វើដល់តែចាស់ទៅគឺចាប់ពីអាយុ60ឡើងដាក់ដៃគ្នាចូលវត្តលែងគិតអីទាំងអស់តែអ្នកផ្សារពីក្មេងរវល់រឿងរៀនពេលវ័យកដាលរវល់រឿងរកស៊ីដល់តែពេលវ័យចាស់ចុងក្រោយនេះលែងរកស៊ីណាចូលវិវត្តទៅគេអត់មាននឹកឃើញបន់ទៀនទៀតកាលពីក្មេងអត់មាននឹកឃើញបន់ទៀនហើយដល់ចាស់អត់នឹកឃើញបន់ទៀនទេគេគិតថាទ្រព្យសម្បត្តិយើងមានច្រើនជីវិតយើងខ្លីហើយចឹងគូសបាយឲ្យអស់ចិត្តនៅវាទៅចេះហើយអាភ័ព្វណាស់ដល់តែពេលចាស់ដើរលែងរួចអត់បានស្គាល់វត្តស្គាល់លោកទៀតពីព្រោះអីពីព្រោះខ្លួនឯងមិនបានបដោះអាពូជល្អនឹងសម្រាប់កូនខ្លួនឯងបានឃើញដល់ទៅពេលខ្លួនឯងឈឺធ្ងន់ដើរលែងរួចដេកនៅនឹងកទេអាកូនក៏វាមិនចេះនិមន្តលោកមកសូត្រធម៌ឲ្យស្រាប់ដែរវាទៅអញ្ជើញយាយជី3 4នាក់ពីវត្តកោះមកអង្គុយចាំឈរមើលឲ្យដល់ថ្ងៃពេលណាប្រាប់គេពេលហ្នឹងអាភ័ព្វណាស់ណាចឹងយើងរៀនញ៉ាំងជីវិតយើងពីអោនភាពទៅកាន់ឧត្តមភាពពីជីវិតអន់ថយពីហីណជីវិតហោកទៀតទៅរកឧត្តមជីវិតដល់ឧត្តមទៅច្រកជីវិតសារោជីវិតដែលមានខ្លឹមជីវិតដែលមានខ្លឹមសម្រាប់ប្អូនជាគរិយាគឺយើងមានចំណេះដឹងមានគុណវុឌ្ឍិណាមានកម្មវិជ្ជាគឺយើងមានការងារមានចំណេះដឹងមានចរិយាល្អសុចរិយាមានចិត្តគំនិតមានអរិយាប័ត្រត្រឹមត្រូវ
ទោះបីជាយើងចេញទៅវិញយើងធ្លាប់ប្រព្រឹត្តខុសក៏នៅតែគេត្រូវការយើងដែរដូចអាត្មាបញ្ជាក់មិញអញ្ចឹងណាមិនសំខាន់ខាងក្រៅទេគេនិយាយអីនិយាយចោះសំខាន់ក្នុងខ្លួនយើងកែប្រែចាប់ពីពេលនេះតទៅអាត្មាសង្ឃឹមនឹងជឿជាក់ថាបងប្អូនគ្រប់គ្នាអាចកែប្រែពីភាពកុសឆ្គងរត់រកភាពរីកចម្រើននិងភាពត្រឹមត្រូវបានណា